ជីវិតជូនជាតិធាតជូនម្ដាយបងប្អូនជនរួមជាតិនិងវីរៈកងទ័ពជាទីស្រឡាញ់ក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងភ្លើងសង្គ្រាមនិងការឈ្លានពានវីរៈយោធិនរបស់យើងបានប្រកាសនៅការបដិញ្ញាចិត្តដ៏ឧត្តមឧត្តមមួយដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ចស្លាប់ក្នុងភ្លើងសង្គ្រាមគឺជាកិត្តិយសជាមោទកភាពរបស់កងទ័ពលះបង់ដើម្បីជាតិគឺមានតម្លៃសម្រាប់ខ្ញុំទោះស្លាប់ក៏អត់ស្ដាយដែរហើយឈានជើងមកដល់កន្លែងនេះជីវិតនេះមិនមែនជារបស់ខ្ញុំទេគឺជារបស់ជាតិសម្រាប់កងទ័ពការពលីជីវិតដោយគ្មានការស្ដាយក្រោយគឺជាការបង្ហាញនូវសេចក្តីក្លាហានដ៏អស្ចារ្យបំផុតការបដិញ្ញាចិត្តនេះគឺដើម្បីធានាថាប្រជាជនខ្មែរបានរស់នៅដោយសុខសន្តិភាពនិងដើម្បីឲ្យទង់ជាតិខ្មែរនៅតែបក់បោកយ៉ាងត្រដែតបងប្អូនដែលនៅជួរក្រោយនៅពេលដែលកងទ័ពហ៊ានលះបង់រហូតដល់ជីវិតចុងក្រោយគឺគ្មានហេតុផលអ្វីដែលអាចធ្វើឲ្យយើងបែកបាក់គ្នាបានឡើយសូមយកការលះបង់ដ៏ថ្លៃថ្លានេះជាកម្លាំងរុញច្រានឲ្យយើងបញ្ឈប់រាល់ការខ្វែងគំនិតតូចតាចហើយងាកមករួបរวมគ្នាដោយទឹកចិត្តតែមួយសាមគ្គីភាពគឺជាការបង្ហាញការដឹងគុណដ៏ធំបំផុតចំពោះវីរៈកងទ័ពរបស់យើងដែលបានពលីការរួបរวมរបស់យើងគឺជាកម្លាំងចិត្តរបស់ពួកគេនិងជាជ័យជំនះរបស់ជាតិកុំទុកឲ្យការលះបង់របស់កងទ័ពคล้ายទៅជាឥតប្រយោជន៍ទឹកដីនេះត្រូវបានការពារដោយឈាមរបស់ពួកគេសូមយើងទាំងអស់គ្នាការពារផ្ទៃក្នុងដោយកម្លាំងសាមគ្គីខ្មែររួបរวมគ្នាខ្មែរឈ្នះជាដាច់ខាត